យោធាមីយ៉ាន់ម៉ាប្រកាសបទឈប់បាញ់ខណៈដែលមនុស្សស្លាប់ដោយសារការរំជួយដីបានកើនរហូតដល់ 3000 នាក់ហើយបើសិនជាគិតមកពេលនេះយោធាមីយ៉ាន់ម៉ាប្រកាសកាលពីថ្ងៃពុធថាបទឈប់បាញ់ជាឯកតោភាគីក្នុងការប្រយុទ្ធប្រឆាំងទៅនឹងពួកអ៊ូទៀមរហូតដល់ថ្ងៃទី22ខែមេសាដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនិងការកសាងឡើងវិញបន្ទាប់ពីការរំជួយដីដល់ខ្លាំងក្លាកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្សជាង 3000 នាក់ការិយាល័យរបស់អគ្គមេបញ្ជាការក៏បាននិយាយផងដែរថាខ្លួននឹងចាត់វិធានការនឹងតបតជាចាំបាច់ប្រសិនបើក្រុមប្រឆាំងព្យាយាមបំផ្លែងឬក៏ទំនាក់ទំនងប្រមូលផ្ដុំកម្លាំងសារជាថ្មីឬក៏ចង់ដណ្ដើមយកទឹកដីថ្មីមុននេះបន្តិចប្រមុខរាជរដ្ឋាភិបាលមីងអម្លៀងបានច្រានចោលសំណើបទច្បាញ់ពីក្រុមអូទៀមដែលកំពុងស្វែងរកការសម្របសម្រួលដល់តំបន់ដែលរងផលប៉ះពាល់ដោយការរំជួយដីចំពេលមានការរំជួយដីដែលគេបារម្ភថាចំនួនកំពុងតែរារាំងឬក៏រំខានដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការប្រយុទ្ធគ្នាដែលបានគ្រប់គ្រងកាលពី4ឆ្នាំមុនបន្ទាប់ពីយោធាបានដណ្ដើមកាន់កាប់ប្រទេសនេះជាច្រើននៅក្នុងរដ្ឋប្រហារទោះបីជាមានការខូចខាតពីការរំជួយដី 7.7 រិចទ័រយ៉ាងណាក៏ដោយក៏ត្រូវបានគេវាយតម្លៃថាគ្រោះថ្នាក់យ៉ាងដំណំក្រុមអូទៀមគាំទ្រលទ្ធិប្រជាធិបតេយ្យបានរាយការណ៍ថាការវាយប្រហារផ្លូវអាកាសថ្មីៗនេះរបស់ក្រមយោធាកាលពីថ្ងៃសុក្រនៅក្នុងតំបន់ដែលនៅជិតនឹងចំណុចកណ្ដាលបំផុតប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានរាយការណ៍ថាចំនួនអ្នកស្លាប់មានចំនួន 3003 នាក់និងរងរបួស 4515 នាក់និងបាត់ខ្លួន351នាក់ដោយសារតែគ្រោះរំជួយដីនេះបើយោងតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋចំពេលមានភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ាមេដឹកនាំយោធាមីងអម្លៀងគ្រោងនឹងទៅចូលរួមប្រជុំសេដ្ឋកិច្ចកម្ពុជាដោយផ្ទាល់នៅក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រដែលជាដំណើរដ៏កម្របំផុតទៅកាន់ប្រទេសជិតខាងឬក៏ប្រទេសអាស៊ីចាប់តាំងពីរបបយោធាឡើងកាន់អំណាចនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ត្រូវបានគេរំពឹងថាក៏ទៅចូលរួមកិច្ចកម្ពុជាប្រជុំនេះដែរនៅព្រឹកថ្ងៃពុធនេះយោធាបាននិយាយថាខ្លួនបានបាញ់ប្រមានទៅលើក្បួនរថយន្តមកពីសមាគមកាកបាទក្រហមនៃប្រទេសចិនដែលនាំជំនួយទៅឲ្យជនរងគ្រោះដោយសាររំជួយដីមន្ត្រីយោធាម្នាក់បាននិយាយកាលពីថ្ងៃពុធថាក្បួនរថយន្តចំនួន9គ្រឿងដែលធ្វើដំណើរទៅកាន់ទីក្រុង Mandalay ត្រូវបានចូលទៅជិតកងកម្លាំងសន្តិសុខយោធានៅក្នុងទីក្រុងភាគខាងជើងដែលជាកន្លែងប៉ះទង្គិចគ្នាកំពុងបន្តជាមួយនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលប្រឆាំងបន្តមកទាហានបានព្យាយាមបញ្ឈប់យានជំនិះទាំងអស់នោះបន្ទាប់ពីក្រុមសង្គ្រោះទំនងជាខកខានមិនបានជូនដំណឹងទៅកាន់អាជ្ញាធរអំពីការជួយសង្គ្រោះរបស់ពួកគេឧត្តមសេនីយ៍ស៊ីវិលដែលត្រូវបានឃុំខ្លួនគឺលោកស្រីអង្សានស៊ូជីបានប្រកាសបទឈប់បាញ់រយៈពេល2សប្តាហ៍បន្ទាប់ពីការរំជួយដីនេះជាមួយនឹងចំនួនអ្នកស្លាប់ទំនងជាកើនឡើងសម្ព័ន្ធមិត្តមួយផ្សេងទៀតក្រុមអូទៀមបានដណ្ដើមទឹកដីយ៉ាងច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រឆាំងទៅនឹងរបបយោធាបានប្រកាសខ្លួនថាខ្លួននឹងធ្វើបទឈប់បាញ់រយៈពេល1ខែលោកមីងអម្លៀងបាននិយាយថាយោធារបស់គាត់មិនប្រតិបត្តិការឬក៏វាយប្រហារទៅលើជំរំសត្រូវនោះទេប៉ុន្តែការវាយប្រហារនេះនៅពេលដែលក្រុមសត្រូវបានវាយប្រហារមកលើក្រុមរបស់ពួកគាត់ការទម្លាក់គ្រាប់បែកបានដំណើរការកាលពីថ្ងៃសុក្របានតាក់ទាញការថ្កោលទោសពីអង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សនិងអង្គការលើកលែងទោសអន្តរជាតិបាននិយាយថាវាត្រូវបានបន្ថែមទៀតទៅនឹងភាពតានតឹងនៃការខិតខំប្រឹងប្រែងជួយសង្គ្រោះនិងការភ័យខ្លាចនិងការព្រួយបារម្ភពីអ្នករស់រានមានជីវិតនៅខាងក្រោមកំណត់អាបាក់បែកដ៏ធំសម្រាប់ពេលនេះយោធាកំពុងធ្វើការរឹតបន្តឹងក្នុងការចូលទៅកាន់តំបន់ដែលខ្លួនគ្រប់គ្រងរងការខុសខាតយ៉ាងធ្ងន់ធ្ងររួមនឹងទីក្រុងណៃពីដោនិងទីក្រុងមែនដាលីដែលជាទីក្រុងដែលមានប្រជាជនរស់នៅជាង1លាននាក់លោក Richard Hansey ជាទីប្រឹក្សាជាន់ខ្ពស់នៅ Crisis Group បាននិយាយថានេះគឺជាការបង្ហាញភាពទន់ខ្សោយនៃរបបយោធានៅក្នុងដំណាក់កាលនេះពួកគេភាគច្រើនស្ថិតនៅក្នុងរបៀបការពារដោយព្យាយាមការពារតំណែងរបស់មេដឹកនាំរបស់ពួកគេហួសហេតុអ្នកទាំងគ្នាដែលបានទស្សនាវីដេអូនេះកុំភ្លេចទៅជួយ Subscribe ខ្ញុំម្នាក់មួយផងអរគុណច្រើន